សួស្តីបងប្អូនទាំងអស់គ្នាចាវីដេអូនេះគឺនិយាយពីកូនពៅខ្ញុំតែម្ដងបងប្អូនអើយចាថ្ងៃនេះលក្ខណៈថានាំកូនមកលេងនៅ BS បងប្អូនចាហើយមើលទៅលក្ខណៈថាយើងមកបំបត្តិ stress ផងអីផងអញ្ចឹងមកមើលគេមើលឯងអញ្ចឹងណាបងប្អូនចាពេលយើងបានមើលគេមើលឯងអីចឹងទៅពេលខ្លះក៏ភាព stress របស់យើងកាត់បន្ថយបានខ្លះចឹងណាទោះមិនបានច្រើនក៏បានខ្លះដែរបងប្អូនចាកាលណាយើង stress យើងស្មុគស្មាញចាហើយយើងនៅតែផ្ទះអត់បានដើរទៅណាអីចឹងណាអត់បានមើលគេមើលឯងអីចឹងទៅគឺកាន់តែ stress បងប្អូនចាគិតអីក៏គិតអញ្ចឹងដែរសន់នៅនឹងធ្វើអីក៏គ្មានអារម្មណ៍គ្មានចិត្តចង់ធ្វើអីចឹងណាតែថាយើង stress ខ្លាំងអីចឹងយើងបានដើរមើលគេមើលឯងអីចឹងទៅក៏យើងសុខចិត្តវាលក្ខណៈថាឧទាហរណ៍ថា stress យើងមាន 70% អីចឹងក៏នៅថយត្រឹម 50% 40% អីចឹងណាទៅតាមការ stress របស់យើងចឹងណាកាលណាយើងអត់ដើរគឺយើងស្មើនឹងយើងអត់បានបំបត្តិ stress អីសោះបងប្អូនចាមានតែភាព stress ហ្នឹងកើនឡើងទៀតចឹងណាចាឲ្យសម្រាប់កូនពៅខ្ញុំមកបងប្អូនគឺគាត់ចូលចិត្តលេងបាល់ប្រមែនតែបងប្អូនអើយចានិយាយទៅស្រឡាញ់បាល់មួយហើយឡានគឺចូលចិត្តឡានប្រភេទអាជីដីបងប្អូនចាគឺចូលចិត្តណាស់តែបើថាអីផ្សេងអត់សូវមកទេតែបើថាបាល់គឺលេខ1ឡានគឺលេខ2ហ្មងតែឡានហ្នឹងគឺឡានអាជីដីអីចឹងណាបានចូលចិត្តបើថាឡានម៉ូតឡានអីអត់សូវទេកូនខ្ញុំហ៎ហើយបើថាអីបានអីថ្មីវាជីអីចឹងណាបានតាអូយមកផ្លែតដំបងឯងបងប្អូនថាក្រាំងទី2ថ្ងៃ3ថ្ងៃអស់ហើយចាឡើងមើលដល់ហើយនិយាយពីថាអូយមកគេតតបងប្អូនចាថាដល់កមកបងប្អូនចាស្រឡាញ់បាល់ខ្លាំងហើយវីដេអូដែរអត់មានអីច្រើនទេបងប្អូនចានិយាយទៅដូចតាមើលតែក្នុងវីដេអូទៅដឹងហើយបងប្អូនចាលក្ខណៈថាគ្មានប្រាំងហ្មងបងប្អូនគឺថាតតធាក់ចឹងហ្មងហើយធំចាហើយអត់មានអីច្រើនទេបងប្អូនយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀតខ្ញុំនឹងរកវីដេអូដែរថ្មីចាឲ្យបងប្អូនផ្លែកអារម្មណ៍ផ្លែកភ្នែកអីចឹងណាបងប្អូនចាហើយអរគុណមែនតើដល់បងប្អូនដែលតែងតែតាមដានគាំទ្រកុំភ្លេចជួយចុច follow page ម្នាក់មួយផងបងប្អូនចានៅពេលដែលនាងខ្ញុំមានវីដេអូថ្មីគឺបងប្អូនបានទស្សនាលឿនអីចឹងណាហើយក៏ដូចជាការ like comment លើកទឹកចិត្តផងបងប្អូនចាអរគុណមែនតើអរគុណធំជូនពរហេងចារកទទួលទានមេបានទាំងអស់គ្នាអូខេបាយបាយជួបគ្នានៅវីដេអូក្រោយៗបាយបាយ